ជាដំបូងសូមជម្រាបសួរដល់លោកគ្រូខ្ញុំឈ្មោះលេងសិលីវមកពីក្រុម SV2433 នៅក្នុងវីដេអូនេះយើងនឹងធ្វើការបង្ហាញអំពីកិច្ចការដែលលោកគ្រូបានដាក់ឲ្យដែលដំបូងឡើយយើងប្រើប្រាស់នៅ command mkdir ដើម្បីបង្កើតនៅ structure មួយដែលមានទម្រង់បែបនេះទៅតាមគំរូដែលលោកគ្រូបានដាក់ឲ្យនិងបន្ទាប់មកទៀតយើងធ្វើការប្រើនៅ command ទី2គឺការស្វែងរក file ទៅតាមលំហាត់រួចដាក់ចូល copy ចូលទៅតាម folder ដែលក្នុងនោះដែរ mkdir structure របស់យើងគឺយើងបានបង្កើតនៅ folder ctech នៅក្នុង folder ctech មាន backup នៅក្នុង backup មាន student នៅក្នុង folder student មាន folder b.a រហូតដល់ b.i និងcommand បន្ទាប់គឺយើងធ្វើការប្រើ sudo find ដែលយើងធ្វើការស្វែងរកfile ទាំងអស់ដែលមាននៅក្នុងmain folder var ដែលមានទំហំចាប់ពី 10m រហូតដល់ 60m ហើយទៅនឹងមានឈ្មោះដែលគ្រប់ file ហ្នឹងមានឈ្មោះស្រដៀងនឹងពាក្យថា Ubuntu ហើយបន្ទាប់ពីយើងធ្វើការប្រើ find នេះហើយមកយើងធ្វើការប្រើប្រាស់នៅ execute sh.c ដែលត្រង់កន្លែងនេះគឺយើងធ្វើការសម្រាប់ file ដែលយើង find មកហ្នឹងឲ្យវារត់ចូលទៅកាន់ command ដែលនៅក្នុង shell ហើយបន្ទាប់មកទៀតត្រង់កន្លែងនេះយើងហៅថាផ្នែក loop ដែលយើងធ្វើការសរសេរ code loop ចាប់ពី for នេះរហូតមកដល់ done ត្រង់ហ្នឹងគឺ for d in នេះគឺបានន័យថាយើង loop ទៅលើ folder ទាំងអស់ដែលមានដូចជា folder ctech backup student នៅក្នុង student មាន b ដកសញ្ញាផ្កាយនេះបានន័យថាយើងធ្វើការ loop ទៅលើ folder ទាំងអស់ហ្នឹងហើយ do បន្ទាប់មកទៀតយើងមាន cp ដែលដុល្លារនៃមួយហ្នឹងត្រង់កន្លែង cp ដុល្លារ1ដុល្លារ d កន្លែងហ្នឹងបានន័យថាយើង copy file ទៅក្នុង folder នីមួយដែលដុល្លារ1ហ្នឹងគឺជា file ដែលយើងរកឃើញបានពី find នេះគឺជា sudo ត្រង់កន្លែងនេះមកហ្នឹងគឺដុល្លារនៃមួយគឺបើយើងឧទាហរណ៍ជាក់ស្ដែងគឺជា file ដែលយើងរកបានមកនេះដែលយើងរកបានតាមរយៈ find បន្ទាប់មកទៀតដុល្លារនៃ d ហ្នឹងបានន័យថា folder ដែលមាននាពេលបច្ចុប្បន្នហើយយើងធ្វើការ copy ទៅកាន់ទៅគ្រប់ b folder ទាំងអស់ដែលយើងមាន b ដកហើយសញ្ញាផ្កាយបានន័យថាឲ្យតែមាន b ដកពីមុខគឺយើង copy ចូលទៅកាន់ folder ទាំងអស់ហ្នឹងហើយ done ហើយបន្ទាប់មកទៀតគឺយើងមាននៅគ្នាបនេះដែលបង្ហាញថា file ដែល find រកឃើញហើយ placeholder សម្រាប់ sh script សម្រាប់លំហាត់មួយនេះដែរនេះបន្ទាប់ពីយើងប្រើប្រាស់កូដនេះហើយយើងធ្វើការ tree ទៅមើលទៅលើ folder ctech គឺយើងឃើញមាននៅ file ដែលយើងរកបានតាមរយៈ find ហ្នឹងដែលមានទំហំនៅក្នុង file var ដែលមានទំហំចាប់ពី10ដល់60និងមានឈ្មោះស្រដៀងនឹងពាក្យថា Ubuntu គឺចូលទៅកាន់គ្រប់ folder ទាំងអស់ដែលមាន12 directory និងមាន54 file នៅខាងក្នុង structure ហ្នឹងហើយក្នុងដែរនេះគឺជាកូដដែលយើងបានគឺជា command ដែលយើងបានប្រើគឺ mkdir សម្រាប់បង្កើត structure និង sudo find សម្រាប់ការស្វែងរក file ហើយ copy ចូលទៅតាម folder នៅក្នុង structure របស់យើងសូមអរគុណ